就同皇帝一起死在这儿吧。你若是输了，他的弱点会是什么？ Hello សួស្តីប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះផងដែរពួកយើងនឹងមកបន្តការនិយាយស្អីរឿង novel ជាបន្តទៀតមុននឹងចូលទៅដល់វីដេអូ admin ក៏សូមថ្លែងអំណរគុណទៅកាន់ប្រិយមិត្តដែលគាំទ្រសាររឿងរបស់ Channel ហើយបានឧបត្ថម្ភថវិកាមកកាន់ admin ពិតជាអរគុណចំពោះទឹកចិត្តខ្លាំងមែនទែនយ៉ាងទៀតក៏រីកចិត្តផងដែរដោយសារតែទទួលលុយរបស់អ្នកទាំងអស់គ្នាទាំងដែលបានធ្វើអ្វីសោះកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរយើងចូលមកកាន់សាច់រឿងរបស់យើងដោយបន្តពីសាររឿងនៅក្នុងភាគមុនយើងដឹងហើយថាបិសាច Lee Thiên Sinh បានគ្រប់គ្រងរាងកាយរបស់លោកយាយស៊ឺហើយគេក៏ចង់បាននៅរាងកាយរបស់អធិរាជជៀនហ្វឹងដើម្បីឡើងធ្វើជាអធិរាជដោយខ្លួនឯងប៉ុន្តែដោយសារតែគេរវល់តែចាប់អារម្មណ៍ជាមួយនឹងបច្ចេកទេសនៃការបង្កើតរបស់ឈិនមូដោយសារតែឈិនមូគេប្រើប្រាស់បច្ចេកទេសនៃការបង្កើតប្រចាំបិសាចឋានសួគ៌ដើរផ្លូវខុសពីបិសាច Lee Thiên Sinh ពលនោះគឺបិសាច Lee Thiên Sinh គេប្រើប្រាស់បច្ចេកទេសទាំងអស់នោះដើម្បីធ្វើបាបមនុស្សឬក៏សម្លាប់មនុស្សរីឯឈិនមូវិញបែរជាប្រើប្រាស់បច្ចេកទេសទាំងអស់នោះដើម្បីព្យាបាលមនុស្សទៅវិញបន្ទាប់មកព្រះអាទិត្យក៏បានរះឡើងពន្លឺក៏ចាប់ផ្ដើមស្ទាយភាយចូលមកក្នុងបន្ទប់ហើយបិសាច Lee Thiên Sinh បានប្រាប់ទៅកាន់ឈិនមូថាឯងគឺបានរួចជីវិតមួយថ្ងៃហើយប៉ុន្តែនៅថ្ងៃស្អែកយើងនឹងមកយកជីវិតរបស់អធិរាជម្ដងទៀតបន្ទាប់មកលោកជ័យស៊ឺគាត់ក៏បានគ្រប់គ្រងរាងកាយរបស់គាត់វិញហើយគាត់ប្រញាប់ប្រញាល់សួរទៅកាន់ឈិនមូថាតើបិសាច Lee Thiên Sinh មានបានធ្វើបាបគេដែរទេចំពោះឈិនមូវិញគេបានដកដង្ហើមដោយធូរស្រាលដោយបែកញើសប៉ិនក្របពោតហើយបាននិយាយទៅកាន់លោកជ័យស៊ឺវិញថាបិសាច Lee Thiên Sinh គេគ្រាន់តែចាប់អារម្មណ៍ជាមួយនឹងបច្ចេកទេសនៃការបង្កើតរបស់ខ្ញុំប៉ុណ្ណោះបន្ទាប់មកឈិនមូគេក៏បានដោះយកនៅបច្ចេកទេសនៃការបង្កើតបិសាចឋានសួគ៌ចេញពីក្នុងរាងកាយរបស់អធិរាជជៀនហ្វឹង admin សូមបញ្ជាក់កន្លែងនេះបន្តិចឈិនមូគេប្រើប្រាស់បច្ចេកទេសមួយនេះដើម្បីទប់ស្កាត់ពលឹងវិញ្ញាណរបស់អធិរាជជៀនហ្វឹងទុកនៅក្នុងរាងកាយរបស់ទ្រង់កុំឲ្យចេញទៅកាន់ពិភព YouTube ដែលជាពិភពរបស់មនុស្សស្លាប់បន្ទាប់ពីឈិនមូបានដកនៅបច្ចេកទេសមួយនេះចេញហើយយើងបានឃើញថារាងកាយរបស់អធិរាជជៀនហ្វឹងក៏បានប្រែទៅជាមានរបួសដូចដើមហើយស្នាមរបួសគឺប្រហោងនៅពាសពេញរាងកាយរបស់ទ្រង់ហើយទ្រង់ក៏បានដួលទៅលើដីភ្លាមចំណែកឯព្រលឹងទាំងពីរនិងវិញ្ញាណទាំងពីរក្នុងចំណោមព្រលឹងទាំង3និងវិញ្ញាណទាំង7របស់អធិរាជជៀនហ្វឹងក៏ចាប់ផ្ដើមហោះចាក់ចេញពីរាងកាយចូលទៅកាន់ពិភព YouTube បន្ទាប់ពីឃើញបែបនេះឈិនមូគេក៏ប្រើប្រាស់នៅវិជាដឹកនាំព្រលឹងដើម្បីនាំព្រលឹងរបស់អធិរាជជៀនហ្វឹងទាំងអស់ចូលមកក្នុងរាងកាយរបស់ទ្រង់វិញប៉ុន្តែទោះបីជាបែបនេះក៏ដោយរាងកាយរបស់អធិរាជជៀនហ្វឹងនៅតែបន្តទន់ខ្សោយដោយសារតែបន្ទាប់ពីឈិនមូបានដកនៅបច្ចេកទេសការបង្កើតបិសាចឋានសួគ៌ចេញពីរាងកាយរបស់ទ្រង់ធ្វើឲ្យរាងកាយរបស់អធិរាជជៀនហ្វឹងពិបាកនៅក្នុងការផ្ទុកវិញ្ញាណព្រលឹងរបស់ទ្រង់ខ្លាំងមែនទែនរំពេចនោះផងដែរក៏មានសម្លេងស្ទាច់ដ៏ឈ្ងុយឆ្ងាញ់បានបន្លឺចេញមកពីខាងក្រៅនេះគឺជាសម្លេងរបស់បិសាច Lee Thiên Sinh ស្ថិតនៅក្នុងរាងកាយរបស់លោកជ័យស៊ឺគេបានមកដល់ទៀតហើយដោយបានប្រាប់ទៅកាន់ឈិនមូថាបើសិនជាឯងមិនមានល្បិចអ្វីថ្មីទៀតនោះទេយើងនឹងសម្លាប់ព្រះចៅអធិរាជជៀនហ្វឹងបន្ទាប់ពីបានលើសម្ដីរបស់គេបែបនេះទ្រង់បែរជាសរសើរថាសម្លេងរបស់បិសាចស្រីម្នាក់នេះមិនបានជាពិរោះខ្លាំងម្ល៉េះប៉ុន្តែទ្រង់និយាយទាំងសម្លេងខ្សែវនោះទេដោយសារតែមិនទាន់មានកម្លាំងនិយាយបន្ទាប់មកឈិនមូគេក៏បានផ្សារភ្ជាប់អារម្មណ៍ទាំង7របស់អធិរាជជៀនហ្វឹងបានដោយជោគជ័យហើយឈិនមូគេក៏បានបញ្ចេញនៅរាងកាយអធិបតេយ្យភាពភពសៅនិងមានខ្លោងទ្វារឋានសួគ៌មួយលេចឡើងនៅពីខាងក្រោយខ្នងរបស់ឈិនមូបន្ទាប់មកវិសាច Lee Thiên Sinh ដែលស្ថិតនៅក្នុងរាងកាយរបស់លោកជ័យស៊ឺក៏បានស្ទុះចូលមកដល់ហើយគេក៏មានការភ្ញាក់ផ្អើលមែនទែននៅពេលដែលបានឃើញរាងកាយរបស់ឈិនមូបែបនេះតែនេះគឺជាវិជាពិតនៃអធិបតេយ្យភាពភពសៅមែនទេតើមានអ្វីនៅលើខ្លោងទ្វារមួយនោះហេតុអីបានជាមានសិភៅនៅក្នុងដៃរបស់ឯងវិជាពិតនៃអធិបតេយ្យភាពភពសៅរបស់ឯងមិនបានជាខុសពីយើងបែបនេះនៅពេលហ្នឹងបិសាច Lee Thiên Sinh ត្រូវបានតាក់ទាញដោយឥទ្ធិពលនៃច្រកទ្វារឋានសួគ៌ជាមួយនឹងក្រដាសរមូរដែលបានបង្ហាញឡើងហើយតាមពិតទៅឈិនមូគេក៏មិនចេះអានភាសា YouTube នោះដែរគេចេះអានតែពាក្យមួយឃ្លាប៉ុណ្ណោះនៅក្នុងភាសា YouTube គឺឥទ្ធិពលច្រកទ្វារឋានសួគ៌ហើយពាក្យមួយឃ្លានេះផងដែរគឺស្ទើរតែបានសម្លាប់ឈិនមូដោយស្ដេចរៈទូធានបន្ទាប់មកឈិនមូបានសួរទៅកាន់ស្ដេចរៈទូធានតើលោកចង់រៀនមែនទេខ្ញុំគឺអាចបង្រៀនលោកបាននៅពេលដែលលើបែបនេះបិសាច Lee Thiên Sinh គេបានសើចយើងចាំបាច់ឲ្យឯងបង្រៀនយើងដែរទេម្យ៉ាងទៀតយើងក៏ជាអ្នកចាស់ទុំជាងឯងបើសិនជាឲ្យឯងបង្រៀនយើងតើយើងយកពុកទៅទុកនៅឯណាលើបែបនេះឈិនមូគេបាននិយាយទៅកាន់បិសាច Lee Thiên Sinh ថាមើលទៅលោកដូចជាមិនចេះនៅបច្ចេកទេសពិតនៃអធិបតេយ្យភាពភពសៅពិតប្រាកដនោះទេបិសាច Lee Thiên Sinh នៅពេលដែលលើសម្ដីរបស់ឈិនមូបែបនេះគេខឹងមែនទែនហើយគេក៏បានចោលនៅក្រសែភ្នែកមកកាន់ឈិនមូដែលជាក្រសែភ្នែក
នៃរបស់លោកជ័យស៊ឺដ៏ស្រស់ស្អាតខ្ញុំជាមេបកមួយទាំងមូលតាមមានអ្វីដែលខ្ញុំមិនដឹងទៅការសម្លឹងមើលរបស់លោកជ័យស៊ឺមួយនេះស្ទើរតែតាក់ទាញចិត្តរបស់ឈិនមូទៅហើយប៉ុន្តែឈិនមូគេធ្វើចិត្តឲ្យស្ងប់មិនអើពើនោះទេបន្ទាប់មកឈិនមូគេក៏បានប្រើប្រាស់នៅវិជាការផ្នែកឋានសួគ៌ទាំង9សម្លឹងមើលទៅក្នុងរាងកាយរបស់អតិថិជនហ្វឹងហើយគេបានឃើញកំណត់ទ្រព្យឋានសួគ៌នៅក្នុងរាងកាយរបស់ទ្រង់មានការបែកបាក់ដែលប្រៀបដូចជាមេឃដីត្រូវបានបំផ្លាញចឹងបន្ទាប់ពីបានឃើញបែបនេះឈិនមូគេក៏បានបើកនៅកែវផ្នែកទី3ភ្លាមៗចំពោះកែវផ្នែកទី3ហ្នឹងគឺបានលេចឡើងនៅចំកណ្ដាលថ្ងាសរបស់ឈិនមូដែលវាគឺមិនដូចជាកែវផ្នែករបស់មនុស្សធម្មតានោះទេវាគឺប្រៀបដូចជាកែវភ្នែកដែលមកពីពិភពលោកដ៏អាប់អួរយើងអាចនិយាយបានថាឋាននរកចុះបន្ទាប់ពីឈិនមូគេបានបើកនៅកែវផ្នែកទី3រួចហើយវាបានបញ្ចេញនៅខ្យល់អាប់អួរងងឹតជាច្រើនដែលបណ្ដាលឲ្យពន្លឺទៀនប្រែទៅជាស្រក់អាប់ហើយនៅក្នុងបន្ទប់នេះទាំងមូលហាក់បីដូចជាមិនមែនជាពិភពលោកមនុស្សធម្មតាទៀតនោះទេវាបានប្រែទៅជាពិភពលោកមួយផ្សេងទៀតបន្ទាប់ពីបានពិនិត្យមើលព្រលឹងដើមកំណើតរបស់អតិថិជនហ្វឹងឈិនមូគេបានឃើញថាព្រលឹងដើមកំណើតរបស់អតិថិជនហ្វឹងឈរនៅលើស្ពានឋានសួគ៌ដែលមើលទៅហាក់បីដូចជាចង់ឆ្លងទៅកាន់អាណាចក្រព្រះហើយឈិនមូគេក៏ដឹងទៀតថាហាក់បីដូចជាមានធម៌ពលដ៏ខ្លាំងក្លាមួយវាប្រហារនៅខាងក្នុងរាងកាយរបស់អតិថិជនហ្វឹងនេះគ្រាន់តែជាសាច់រឿងពាក់កណ្ដាលប៉ុណ្ណោះពួកយើងត្រូវបែកគ្នាប៉ុន្មានថ្ងៃសិនដោយសារការប្រឡងបាក់ឌុបចិត្តមកដល់ហើយទើបអេដមីនចង់ផ្ដោតលើការមើលមេរៀនបន្តិចសិនហើយវីដេអូនេះធ្វើយូរហើយទើបតែមានពេលបានផុសហើយម្យ៉ាងមួយវិញទៀតចង់អរគុណសម្រាប់អ្នកដែលបានផ្ដល់ថវិកាលើកទឹកចិត្តមកកាន់ខ្ញុំពេលនេះបានសម្រេចទិញឧបករណ៍ណបញ្ចូលសំឡេងបានហើយជាចុងក្រោយចង់សូមពាក្យជូនពរពីគ្នាយើងម្នាក់មួយមកដើម្បីជាកម្លាំងចិត្ត